ទី3សម្ភារៈនិយមកន្លែងសម្ភារៈនិយមហ្នឹងខ្ញុំមិនមែនគ្រាន់តែសំដៅទៅលើដូរទូរស័ព្ទថ្មីអូ17 Pro Max ឥឡូវគេចេញថ្មីហើយពណ៌ស្អាតផងអីណាទៅអីចឹងទៅចាខ្ញុំមិនមែនសំដៅគ្រាន់តែទូរស័ព្ទម៉ូតូចាក៏ដូចជាឡានថ្មីសម្លៀកបំពាក់ថ្មីចាសម្លៀកបំពាក់ថ្មីស្បែកជើងកាបូបថ្មីហើយនឹងមួយទៀតតែម្ដងនិយាយហ្នឹងគឺប៉ះពាល់ខ្លួនឯងដែរគឺដំណើរកម្សាន្តចាអញ្ចឹងវាមានចំណុចណាមួយដែលអ្នកទាំងអស់គ្នាសន្សំមិនបានវាមានកត្តាទាំងអស់ហ្នឹងដែរចាខ្ញុំអញ្ចឹងខ្ញុំដឹងថាចំណុចខ្សោយរបស់ខ្ញុំគឺការដើរលេងចាមិនថាដើរលេងក្នុងស្រុកឬដើរលេងក្រៅស្រុកទេចាអញ្ចឹងជាចំណុចរួមដែលខ្ញុំសន្សំលុយអត់បានថាអត់បានច្រើនដូចអីដែលខ្ញុំ expect ហ្នឹងគឺដោយសារខ្ញុំមានចំណុចខ្សោយទាំងអស់ហ្នឹងអញ្ចឹងហើយគឺខ្ញុំសម្ភារៈនិយមណាស់ចាខ្ញុំនិយាយចឹងសម្ភារៈនិយមនៅក្នុងនេះមិនមែនគ្រាន់តែសំដៅទៅលើគ្រឿងលម្អកាយឬក៏គ្រាន់តែទូរស័ព្ទឡានម៉ូតូអីទេការដើរលេងក៏ចាត់ទុកថាជាសម្ភារៈនិយមមួយផ្នែកមួយដែរពីព្រោះអីពេលដែលយើងទៅដើរលេងត្រូវឲ្យយើងទិញកៅអៅថ្មីយើងទិញកាបូបថ្មីយើងទិញអីថ្មីអញ្ចឹងទៅយើងទិញសមុទ្រយន្តហោះយើងទិញអីអញ្ចឹងទាំងអស់ហ្នឹងហើយជាកត្តាដែលអ្នកទាំងអស់គ្នាមិនអាចសន្សំលុយបានអញ្ចឹងបើអ្នកទាំងអស់គ្នាចង់សន្សំលុយកាត់បន្ថយចាហើយបើយើងចង់ដំណើរកម្សាន្តយើងចង់ដើរលេងអីទេយើងមានផែនការច្បាស់លាស់អញ្ចឹងទៅមួយឆ្នាំយើងដើរលេងប្រហែលដងក្នុងម្ដងចំណាយប៉ុន្មានហើយម្ដងដែលចង់ដើរហ្នឹងគឺយើងត្រូវសំរបៀបម៉េចចាយើងត្រូវសំដាក់របៀបម៉េចចាអញ្ចឹងមូលហេតុដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងគឺសិតតែជាមូលហេតុតាក់ទាញយើងហ្នឹងឲ្យការសន្សំរបស់យើងអត់ជោគជ័យ